បងប្អូនថ្ងៃនេះមកធ្វើសម្លប្រហើរនំបញ្ចុកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាហើយនេះគឺជាស្នាដៃលើកទី1ហើយដែលខ្ញុំបញ្ចេញថ្មីដៃធ្វើទឹកសម្លប្រហើរនំបញ្ចុកនេះញ៉ាំលើខ្លួនឯងនិយាយទៅបើទិញគេយកមកញ៉ាំរសជាតិញ៉ាំទៅវាអត់សូវត្រូវមាត់ទេបងប្អូនថ្ងៃនេះឃ្លានខ្លាំងហើយអញ្ចឹងក៏ទៅទិញគ្រឿងក្រៅបន្លែប្លុកហើយនឹងត្រីនឹងយកមកធ្វើញ៉ាំខ្លួនឯងតែម្ដងទៅចាបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមមកដាក់ឆ្នាំងដាំទឹកសិនដើម្បីស្ងោរត្រីឥឡូវនេះទឹកបានពុះល្អហើយខ្ញុំបង់អំបិលចូលទៅបន្តិចហើយខ្ញុំដាក់ស្លឹកគ្រៃនេះចូលទៅដើម្បីកាត់ក្លិនឆ្អាបបងប្អូនចង់ដាក់គល់ស្លឹកគ្រៃក៏បានឬក៏ដាក់ស្លឹកនឹងក៏បានដែរហើយយើងដាក់ត្រីនឹងស្ងោរទៅហើយយើងស្ងោរវាចោលសិនខ្ញុំក៏មកបុកគ្រឿងយើងវិញម្ដងហើយគ្រឿងហ្នឹងដូចជាគល់ស្លឹកគ្រៃយើងហាន់ស្ដើងមកល្មមតែដើម្បីងាយស្រួលបុកទៅឆាប់ម៉ត់ហើយខ្ជាយល្មៀតខ្ទឹមសហ្នឹងគឺខ្ញុំដាក់បុកជាមួយគ្នាតែម្ដងយើងបុកវាឲ្យបានម៉ត់ល្អសិនណាបងប្អូនចាឥឡូវនេះគ្រឿងបានបុកម៉ត់ល្អហើយអញ្ចឹងខ្ញុំយកវាទុកមួយឡែកសិនហើយត្រីដែលបានដាក់ស្ងោរមុនហ្នឹងក៏ឆ្អិនដែរអញ្ចឹងខ្ញុំស្រង់វាដើម្បីបេះយកសាច់ហ្នឹងទៅបុកជាមួយនឹងគ្រឿងឥឡូវនេះខ្ញុំចាប់ផ្ដើមមកបេះសាច់ត្រីតែម្ដងហើយយើងបេះយកតែសាច់ទេបងប្អូនស្បែកអីហ្នឹងគឺយើងមិនបាច់យកទេយើងរើសឆ្អឹងរើសអីចេញឲ្យអស់ទៅដើម្បីងាយស្រួលពេលយើងស្ទរទៅមិនខ្លាចមានឆ្អឹងនៅក្នុងទឹកសម្លវាសុវត្ថិភាពពេលដែលយើងញ៉ាំទៅអត់ធ្វើឲ្យយើងស្លាក់ឆ្អឹងអីអញ្ចឹងណាបងប្អូនបន្ទាប់ពីបេះសាច់ត្រីបានរួចរាល់ហើយខ្ញុំចាប់ផ្ដើមយកសាច់ត្រីនឹងដាក់បុកជាមួយនឹងគ្រឿងនឹងហើយយើងបុកវាឲ្យបានចូលគ្នាសព្វល្អតែឥឡូវនេះត្រីហើយនឹងគ្រឿងដែលយើងបានបុកចូលគ្នានឹងឃើញថាវាម៉ត់សព្វចូលគ្នាល្អហើយអញ្ចឹងខ្ញុំក៏ចាក់វាចូលទៅក្នុងកូនកធុនតូចមួយហើយខ្ញុំចាក់ខ្ទិះដើមនឹងចូលទៅបើសិនជាបងប្អូនមានខ្ទិះដូងនឹងច្រើនយើងដាក់វារៀងច្រើនបន្តិចទៅដើម្បីធ្វើឲ្យទឹកសម្លរបស់យើងនឹងមានក្លិនកាន់តែឈ្ងុយថែមទៀតយើងកូរច្របល់ឲ្យវាសព្វចូលគ្នាក្នុងល្បាយតែមួយបន្ទាប់មកខ្ញុំចាប់ផ្ដើមមកដាក់ឆ្នាំងដាំទឹកហើយទឹកនេះទឹកដែលយើងបានស្ងោរត្រីមុនហ្នឹងគឺយើងអត់ចោលទេឃើញថាវាតិចពេកអញ្ចឹងខ្ញុំក៏បន្ថែមទឹកហើយនឹងខ្ទិះចុងនឹងចូលទៅហើយយើងដាំវាឲ្យពុះសិនបន្ទាប់មកខ្ញុំក៏ចិញ្ច្រំប្រហុកបន្ទាប់ពីចិញ្ច្រំប្រហុកបានរួចរាល់ហើយខ្ញុំដាក់គ្រឿងដែលយើងបានលាយជាមួយនឹងខ្ទិះដូងមិញនឹងចូលទៅហើយយើងកូរដើម្បីកុំឲ្យសាច់ត្រីនេះវានៅដុំណាយើងកូរឲ្យវារាយចេញពីគ្នាមកយើងដាំវាឲ្យពុះសិនបន្ទាប់មកខ្ញុំបង់គ្រឿងផ្សំចូលទៅដូចជាទឹកត្រីអំបិលរ៉ឺឌីស្ករហើយនិងប៊ីចេងសម្រាប់រសជាតិបងប្អូនភ្លក់តាមចំណង់ចំណូលចិត្តបន្ទាប់មកខ្ញុំដាក់ពោះត្រីហើយនឹងក្បាលត្រីនឹងចូលទៅសម្រាប់ពោះត្រីហើយនឹងក្បាលត្រីនេះគឺយើងស្ងោរឆ្អិនម្ដងរួចហើយបងប្អូនឥឡូវនេះទឹកសម្លប្រហើរនំបញ្ចុករបស់នាងខ្ញុំបានឆ្អិនរួចរាល់ហើយបងប្អូននៅឡើងទំនងខ្លាំងមែនតែនបើក្លិនគេវិញឡើងឈ្ងុយពេញផ្ទះតែម្ដងចាឥឡូវនេះសម្លរបស់យើងក៏បានឆ្អិនរួចរាល់ដែរកុំឲ្យខាត់ពេលយូរតោះបងប្អូនមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាហើយសម្រាប់របោយថ្ងៃនេះគឺមានរៀងច្រើនមុខដែរប៉ុន្តែនៅខ្វះរបស់ឆ្ងាញ់មួយមុខទៀតគឺតាយោងចេកទាំងឯងបងប្អូននៅដើររកទិញអត់មានអញ្ចឹងហើយយើងមានប៉ុណ្ណាក៏យើងដាក់តែប៉ុណ្្នឹងទៅហើយខ្ញុំមករៀបចំនំបញ្ចុកហើយនឹងលបោយនឹងដាក់ចូលទៅក្នុងចានដើម្បីឲ្យវាមានសោភ័ណភាពបន្តិចចាបងប្អូនបន្ទាប់មកយើងស្រូបទឹកសម្លនឹងពីលើហើយយើងស្រូបវារៀងចូលតិចទៅបានឆ្ងាញ់ហើយសម្លរបស់យើងបងប្អូនគឺថាសិតតែកាក់ត្រីតែម្ដងមើលប៉ុណ្្នឹងក៏ដឹងថានំបញ្ចុករបស់យើងថ្ងៃហ្នឹងគឺឆ្ងាញ់យ៉ាងណាដែរបងប្អូនមើលតែមាត់ខ្ញុំញ៉ាំទៅគឺកាយញាត់តែម្ដងដោយសារតែតាំងពីព្រឹកអត់ទាន់បានញ៉ាំអីទេបងប្អូនអើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀត